ជាជនជាតិដើមភាគតិចយើងបានរក្សានៅជំនឿជាប្រវត្តិសាស្ត្រដែលមិនដឹងទូទាំងពិភពលោកភាគច្រើនគេបានបោះបង់វាចោលប៉ុន្តែពួកយើងនៅតែការពារយើងនៅតែថែរក្សាដើម្បីឲ្យគេស្គាល់ដើម្បីឲ្យគេដឹងថាមិនដឹងពីដើមឡើយគឺរស់នៅបែបនឹងឯងគឺយើងភ្ជាប់ខ្លួនឯងជាមួយនឹងធនធានធម្មជាតិតាមរយៈការប្រតិបត្តិជំនឿរបស់យើងជាថ្មីសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាភាសាទីនេះជាច្រើនជាបងបើតែកម្មវិធីរបស់យើងថ្ងៃនេះតូចក៏ប៉ុន្មានតែយើងសង្ឃឹមថាយើងបានរៀនសូត្រអំពីកម្មវិធីនេះព្រោះកម្មវិធីនេះជាលើកទី1ដែរដែលជនជាតិដើមភាគតិចរបស់យើងរៀបចំកន្លងមកយើងអត់ដែលបានរៀបចំកម្មវិធីទេយើងរៀបចំតែកម្មវិធីទិវា9សីហារៀបចំតែកម្មវិធី8មីនាកម្មវិធីស្រីអាហារអញ្ចឹងទៅតែកម្មវិធីសិទ្ធិមនុស្សនេះព្រោះតែយើងចូលរួមចូលរួមមួយគេជាច្រើនលើកប៉ុន្តែយើងអាចរៀបចំខ្លួនឯងទេអញ្ចឹងសូមឲ្យបងប្អូនយើងមានការចាប់អារម្មណ៍ចំពោះកម្មវិធីនេះដែរព្រោះវាមានសារៈសំខាន់នៅពេលដែលនិយាយពីសិទ្ធិមនុស្សមិនមែនមានតែសិទ្ធិអ្នកដែលគាត់មិនមែនជាច្រើនតិចទេនៅក្នុងហ្នឹងរាប់បញ្ចូលទាំងជនជាតិដើមភាគតិចរបស់យើងក៏គេរាប់បញ្ចូលពួកយើងនៅក្នុងសិទ្ធិមនុស្សហ្នឹងដែរអញ្ចឹងសូមឆ្លើយតបជាមួយនឹងសំណួរតែម្ដងតើធ្វើម៉េចឲ្យយើងហៅថាការអភិវឌ្ឍមួយដែលមានការកិត្តគូកុំឲ្យមានផលប៉ះពាល់ទៅដល់បរិស្ថានក៏ដូចជាធនធានធម្មជាតិជាសំណួរចាឬក៏ប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចអញ្ចឹងបើយើងនិយាយពីការអភិវឌ្ឍមួយដែលមិនមានការប៉ះពាល់ជាទូទៅថ្នាក់ដឹកនាំឬក៏អ្នកដែលគាត់មានទូនាទីតបកិច្ចដែលធ្វើការងារពាក់ព័ន្ធនឹងនេះគាត់តែងតែនិយាយពាក្យសាមញ្ញថាគ្មានការអភិវឌ្ឍណាដែលគ្មានការប៉ះពាល់ទេចាគាត់តែងតែនិយាយបែបហ្នឹងយើងទទួលស្គាល់ថាការអភិវឌ្ឍត្រូវតែមានការប៉ះពាល់ប៉ុន្តែការប៉ះពាល់នោះគឺអ្វីដែលពួកយើងតែជាជនជាតិដើមភាគតិចយើងរំពឹងទុកនោះគឺកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរខ្លាំងពេកប៉ះពាល់ការរស់នៅរបស់ជនជាតិដើមភាគតិចយើងខ្លាំងពេកព្រោះពួកយើងចង់និយាយថាពួកយើងមានរបៀបរបបនៃការរស់នៅរបស់ពួកយើងចង់ថែរក្សាទុកឲ្យរបៀបរបបនៃការរស់នៅរបស់ពួកយើងហ្នឹងវារក្សាបានគង់វង្សតកូនតចៅទៅរបៀបរបបខ្លះវាអនុវត្តទៅបានប្រសើរហើយខ្ញុំឧទាហរណ៍ថាដូចជាការអនុវត្តនៅជំនឿប្រពៃណីរបស់ពួកយើងខ្ញុំពីដើមឡើយខ្ញុំអត់គោរពជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចយើងទេមូលហេតុអីដោយសារតែខ្ញុំរងសម្ពាធពីខាងក្រៅគេថាជនជាតិដើមភាគតិចហ្នឹងគឺពួកយើងប្រៃផ្សៃទី1នៅពេលដែលមានកម្មវិធីសែនព្រេនពួកយើងវិឃាតសត្វត្រូវហ៎ចាគេថាជាកម្មវិធីប្រពៃណីដែលខុសខើទី2ដោយសារតែនៅក្នុងកម្មវិធីប្រពៃណីរបស់យើងនឹងចំណាយពេលយូរក្នុងការរៀបចំអញ្ចឹងខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ណាស់ពេលវេលាយូរនឹងមែនទែនធ្វើឲ្យពួកយើងនឹងខាត់ពេលវេលាទៅធ្វើស្រែធ្វើជាការហើយទី3គឺគេនិយាយប្រាប់យើងថាកម្មវិធីរបស់យើងនឹងគឺចំណាយលុយច្រើនចំណាយលុយខ្ជះខ្ជាយអញ្ចឹងខ្ញុំក៏ជឿតាមគេទៀតខ្ញុំគិតថាវាពិតជាអញ្ចឹងពិតប្រាកដមែនពិតជាប្រពៃណីជំនឿដែលចំណាយធនធានច្រើនខ្ជះខ្ជាយច្រើនមែនប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមចូលរួមជាមួយនឹងបងប្អូនសហគមន៍យើងជាយុវជនធម្មតាខ្ញុំអត់ទាន់យល់ទេទោះបីខ្ញុំចូលរួមនៅក្នុងការប្រតិបត្តិប្រពៃណីនឹងក៏ដោយនៅពេលដែលខ្ញុំចាប់ផ្ដើមចូលរួមនៅក្នុងកិច្ចការងារសង្គមបាទខ្ញុំចាប់ផ្ដើមយល់ថាប្រពៃណីរបស់ជនជាតិដើមភាគតិចរបស់យើងគឺមានតម្លៃខ្លាំងណាស់ពួកយើងបានគិតគូរអំពីសាមគ្គីភាពមិនបងប្អូនយើងអ្នកដែលនៅអនុវត្តដឹងហើយនៅពេលដែលមានកម្មវិធីប្រពៃណីរបស់យើងចូលរួមនៅក្នុងការជួយគ្នាដាំបាយដាំស្លងត្រូវហ៎ទាំងអស់គ្នាអញ្ចឹងអត់ចាយើងជួយទុកធរៈគ្នាផ្សេងទៀតដូចជាយើងកំដរបុណ្យសពអ្នកខ្លះ3យប់3ថ្ងៃអ្នកខ្លះ5យប់5ថ្ងៃអ្នកខ្លះ7យប់7ថ្ងៃកំដរនៅនឹងអត់ទៅណាទេដើម្បីផ្ដល់ភាពកក់ក្ដៅដើម្បីជួយជីទុកធរៈនៅក្នុងកម្មវិធីបុណ្យហ្នឹងអានឹងហើយដែលជាការបង្ហាញនៅសាមគ្គីភាពមនុស្សឥឡូវគឺអាត្មានិយមណាស់គាត់អត់សូវចូលចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកទេគិតតែបុគ្គលខ្លួនឯងតែប្រពៃណីរបស់យើងបានបំពេញអានឹងយ៉ាងល្អសួរថាបើវាល្អហើយហេតុអីបានយើងមិនព្រមរក្សាវាទៅចាទី2ពេលបច្ចុប្បន្នមនុស្សចាប់ផ្ដើមផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងអត់ឲ្យតម្លៃទៅលើអ្វីដែលជាជំនឿជាប្រវត្តិសាស្ត្រទេជំនឿជាប្រវត្តិសាស្ត្រនេះគឺពួកយើងហើយដែលជាជនជាតិដើមភាគតិចយើងបានរក្សានៅជំនឿជាប្រវត្តិសាស្ត្រដែលមនុស្សទូទាំងពិភពលោកភាគច្រើនគេបានបោះបង់វាចោលប៉ុន្តែពួកយើងនៅតែការពារយើងនៅតែថែរក្សាដើម្បីឲ្យគេស្គាល់ដើម្បីឲ្យគេដឹងថាមនុស្សពីដើមឡើយគឺរស់នៅបែបនឹងឯងគឺយើងភ្ជាប់ខ្លួនឯងជាមួយនឹងធនធានធម្មជាតិតាមរយៈការប្រតិបត្តិជំនឿរបស់យើងហើយចំណុចមួយទៀតដែលសំខាន់បំផុតពិភពលោកគួរតែទទួលស្គាល់ហើយគោរពនៅការសម្រេចចិត្តរបស់ពួកយើងគឺទៅលើបរិស្ថានជំនឿរបស់ជនជាតិដើមភាគតិចបងប្អូនពិសេសយុវជនយើងត្រូវបកស្រាយឲ្យគេយល់ពួកជំនឿរបស់ពួកយើងបានរួមចំណែកនៅក្នុងការការពារបរិស្ថានឲ្យមាននិរន្តរភាពតាមរយៈណាពួកយើងកាលពីដើមឡើយចាស់នៅភូមិខ្ញុំក៏ដោយពួកបងប្អូនផ្សេងក៏ដោយខ្ញុំលើស្រុកសហគមន៍ដែលជាបងប្អូនជនជាតិដើមភាគតិចយើងបាននិយាយថាដើមឈើកាន់តែធំកាន់តែមានអ្នកដែលគាត់នៅទីហ្នឹងយើងអត់ហ៊ានទៅកាប់ទៅឆ្ការទេព្រោះយើងខ្លាចប៉ះពាល់ទៅដល់អរិយអ្នកតានៅហ្នឹងយើងអត់ដឹងថាជំនឿហ្នឹងគាត់ឬគាត់ទេប៉ុន្តែគាត់បានបង្កើតនៅក្នុងគំនិតហ្នឹងឲ្យយើងជឿដល់ពេលដែលយើងជឿយើងគោរពដល់ពេលដែលយើងគោរពយើងមិនហ៊ានប៉ះពាល់ទេដល់ពេលដែលយើងមិនប៉ះពាល់នេះក៏អត់បានធ្វើឲ្យបរិស្ថាន
ត្រូវបានបំផ្លាញដែរហ្នឹងហើយជាការកាត់គួរដល់បរិស្ថានមានរឿងជាច្រើនដែលយើងនិយាយថាថ្មកាន់តែធំកាន់តែមានជំនឿព្រៃកាន់តែធំជាព្រៃដែលមានជំនឿជនជាតិដើមប្រទេសកាលពីដើមឡើយអាព្រៃធំហ្នឹងពួកយើងអត់សូវហ៊ានទៅកាប់ឆ្ការមកទេយើងទៅតែទីតាំងណាដែលចាស់ថាអាចទៅបានមិនយើងទៅទីតាំងណាដែលចាស់ឲ្យទៅយើងអត់ទៅកាប់ឆ្ការវាទេព្រោះយើងខ្លាចប៉ះពាល់សរុបមកវិញសួរថាតើគួរតែអភិវឌ្ឍបែបណាដើម្បីឲ្យមាននិរន្តរភាពឬក៏ដើម្បីឲ្យយើងហៅថាកុំឲ្យមានការប៉ះពាល់គឺបងប្អូនប្រជាពលរដ្ឋយើងចូលរួមនៅក្នុងការពិគ្រោះពិភាក្សានៅពេលដែលមានគម្រោងអភិវឌ្ឍផ្សេងៗនឹងឯងនៅពេលណាដែលបងប្អូនយើងបានចូលរួមនៅក្នុងការពិភាក្សាហើយអ្នកដែលគាត់យើងហៅថាជាអ្នកដែលដើរតួនាទីក្នុងការអភិវឌ្ឍនឹងគាត់ស្ដាប់មិនគួរយកគំនិតរបស់គាត់ទៅដាក់នៅសហគមន៍ទេព្រោះសហគមន៍ទោះបីជាគាត់មិនមានកម្រិតវប្បធម៌ខ្ពស់មិនបានរៀនខ្ពង់ខ្ពស់ដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់ក៏ពិតមែនប៉ុន្តែចំណេះដឹងដែលមានស្រាប់ពីល្អហើយត្រូវតែគោរពនៅការសម្រេចចិត្តរបស់គាត់នេះហើយជាផ្នែកមួយនៃការអភិវឌ្ឍមួយដែលអត់មានផលប៉ះពាល់នៅពេលណាដែលអត់គោរពនៅការសម្រេចចិត្តរបស់គាត់នៅពេលណាបានអត់បើកឱកាសនៅក្នុងការចូលរួមរបស់គាត់នៅពេលណាដែលអត់មានជាយន្តការណាមួយឲ្យប្រកបបានយើងហៅថារួមចំណែកនៅក្នុងការអភិវឌ្ឍធ្វើការប៉ះពាល់វាតែងតែមានឯងចា៎ហើយការប៉ះពាល់ដែលបានកើតឡើងធំបំផុតគឺអ្នកដែលគាត់នៅតំបន់នៃការអភិវឌ្ឍនឹងឯងចាខ្ញុំចូលរួមប៉ុណ្ណឹងចាអរគុណច្រើនមែនតើ